សួស្តីនឹងសូមជម្រាបសួរពុកម៉ែបងប្អូនអំពុំមីងទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំបាននំខ្មែរបុរាណយើងមួយប្រភេទគឺមានឈ្មោះថានំក្រម៉ៅថតហើយថ្ងៃនេះដែរគឺនាងខ្ញុំធ្វើលក្ខណៈបែបមូលផងបែបត្រវែងផងមើលណែពោគូឲ្យទំនងចង់ញ៉ាំណាពុកម៉ែបងប្អូនអើយហើយនំមួយប្រភេទនេះគឺសប្តាហ៍ថ្ងៃមិនសូវមានអ្នកធ្វើទេបើចង់ញ៉ាំអីគឺពិបាករកទិញមែនទែនតែម្ដងនំមួយប្រភេទនេះគឺយើងធ្វើអំបុកលាយជាមួយនឹងចេកពងមាន់ស្រួយនៅខាងក្រៅទន់នៅខាងក្នុងរូបរាងគេល្អណាស់ពុកម៉ែបងប្អូនមើលថាស្រួយស្ញោកតែម្ដងនិយាយទៅនាងខ្ញុំចូលចិត្តញ៉ាំនំប្រភេទនេះប៉ុន្តែពិបាករកទិញណាពុកម៉ែបងប្អូនថ្ងៃខ្លះក៏មានលក់ថ្ងៃខ្លះក៏អត់មានលក់ហើយអត់ទៅទិញនៅផ្សារទៅមាននៅតាមស្រុកភូមិអីគឺអត់មានធ្វើលក់ទេដោយសារតែអំបុកវាថ្លៃគួរសមដែរពុកម៉ែបងប្អូនហើយថ្ងៃនេះគឺនាងខ្ញុំធ្វើជាប្រភេទអំបុកដំណើបពុកម៉ែបងប្អូនមានចេកមាសចំនួន2ស្និតតូចដែរតែនាងខ្ញុំធ្វើអត់អស់ពុកម៉ែបងប្អូនដោយសារនាងខ្ញុំខានធ្វើយូរពិបាកក្នុងការស្មានដូច្នេះហើយនាងខ្ញុំធ្វើមូលចេះគឺនាងខ្ញុំមួយពុះជា2រីឯអាធំនេះគឺនាងខ្ញុំដាក់ទាំងមូលតែម្ដងមកអ្នកឡើងពងគួរចង់ញ៉ាំណាស់ពុកម៉ែបងប្អូនអើយខានញ៉ាំយូរហើយនិយាយពីថាថ្ងៃនេះគឺថាសម្បូរអាហារញ៉ាំមែនទែនថ្ងៃខ្លះរកអីញ៉ាំក៏មិនបានដែរតែថ្ងៃនេះគឺនាងខ្ញុំល្អឯងណាស់ពុកម៉ែបងប្អូននឹកឃើញថាចង់ស្រាវជ្រាវធ្វើនំបុរាណខ្មែរយើងដែលបាត់បង់គឺនាងខ្ញុំចាប់ដើមស្រាវជ្រាវយកមកធ្វើផងដែរហើយណាមួយពេកអាហាររបស់នាងខ្ញុំក៏ចាប់ដើមចិត្តគ្រប់ Subscriber ដូច្នេះហើយនាងខ្ញុំនឹងចាប់ដើមផលិតវីដេអូវែងបន្តទៀតពុកម៉ែបងប្អូនបើពុកម៉ែបងប្អូនស្រឡាញ់ចូលចិត្តនឹងការផុសវីដេអូរបស់នាងខ្ញុំសូមកុំភ្លេចជួយ Subscriber ឬក៏ Follow ឬក៏ Like Page ឲ្យនាងខ្ញុំម្នាក់មួយផងចាហើយចំពោះវីដេអូនេះគឺមានតែប៉ុណ្ណេះទេអរគុណនិងសូមជម្រាបលា